គឺជាស្នាដៃរបស់មនុស្សពីរក្រុមដែលមានបំណងដូចគ្នាតែមួយនិងប្រើគ្នាទៅវិញទៅមកនេះគឺជាប្រសាសន៍មិនច្បាស់លាស់របស់មេប៉ូលីសថៃនៅក្នុងសន្និសីទកាសែតដែលចាត់ទុកដូចជាការបិទបញ្ចប់សំណុំរឿងស៊ើបអង្កេតភេរវកម្មនៅក្រុងបាងកកប៉ូលីសថៃជឿជាក់ថាមូលហេតុនៃភេរវកម្មកាលពីថ្ងៃទី17សីហាគឺសងសឹកប្រឆាំងនឹងនយោបាយរបស់រដ្ឋាភិបាលក្នុងការបោសសម្អាតបណ្ដាញជួញដូរមនុស្សភេរវកម្មដែលសម្លាប់ជីវិតមនុស្សអស់20នាក់ក្នុងនោះ14នាក់ជាបរទេសគ្មានម្ចាស់ទេហើយបន្ទាប់ពីសម្ដៅទិសតាមដានលើក្រុមអ៊ុយហ្គ័រជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមចិនថាសហការជាមួយនឹងក្រុមជួញដូរមនុស្សមកប៉ូលីសថៃនៅថ្ងៃនេះបានប្រឡយជាសាធារណៈលទ្ធភាពទី3គឺការលូកដៃរបស់បកប្រឆាំងនយោបាយបើតាមមេប៉ូលីសថៃដែលច្រានចោលដាច់ខាតអំពើភេរវកម្មអន្តរជាតិបានអះអាងថាភាពប្រេះឆានៅក្នុងជីវិតនយោបាយថៃរាប់សិបឆ្នាំកន្លងមកនេះអាចមានពាក់ព័ន្ធទៅនឹងសំណុំរឿងភេរវកម្មនៅក្នុងពេលអង្កេតប៉ូលីសថៃបានរកឃើញថាក្រុមធ្វើភេរវកម្មនេះទំនងជាបានជួយជនសង្ស័យបង្កបំទុះគ្រាប់បែកកាលពីឆ្នាំ2010និង2014ដូច្នេះហើយបានជាប៉ូលីសថៃមិនអាចច្រានចោលមូលហេតុនយោបាយដែលនាំដល់ការធ្វើភេរវកម្មទេការចោទប្រកាន់បកប្រឆាំងពីសំណាក់អាជ្ញាធរសឹកថៃគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេក៏ប៉ុន្តែនេះគឺជាលើកទី1ដែលប៉ូលីសថៃបានភ្ជាប់ភេរវកម្មក្រុងបាងកកទៅនឹងបកប្រឆាំងស្និទ្ធនឹងត្រកូលថាក់ស៊ីនត្រកូលអ្នកសាធារណរដ្ឋដ៏គ្រោះថ្នាក់សម្រាប់ក្រសែភ្នែកអ្នករាជានិយមថៃកាលពីថ្ងៃសៅរ៍ប៉ូលីសថៃបានរៀបចំឆាកឈុតភេរវកម្មឡើងវិញជាមួយនឹងវត្តមានជនសង្ស័យចាប់ខ្លួនបានទាំងពីរជនសង្ស័យទី1ឈ្មោះ Bilal Mohammed ឬក៏ Adem Karadak នេះបើតាមលិខិតឆ្លងដែនទូគីគឺជាអ្នកធ្វើភេរវកម្មហើយជនសង្ស័យទី2ឈ្មោះថា Yusufu Mei Raili គឺជាអ្នកចុចទូរស័ព្ទបំផ្ទុះគ្រាប់បែកនៅក្នុងកាបូបស្ពាយខ្នងដែល Bilal បានយកទៅប្លង់ចោលនៅក្នុងបរិវេណទីសក្ការៈវត្តព្រះភូមិ